តោះតាមឲ្យតាន់ trend FIFA World Cup ឆ្នាំ2026ខ្ញុំជឿថាមានបងប្អូនយើងម្នាក់សុទ្ធតែមានក្រុមជម្រើសចិត្តដែលខ្លួនឯងស្រឡាញ់និងគ្រប់គ្រងនៅក្នុងចិត្តដូច្នេះថ្ងៃនេះខ្ញុំនឹងមកបង្ហាញទៅអ្នកទាំងអស់គ្នាអំពីវិធីបង្កើតរូបភាព AI FIFA World Cup ឆ្នាំ2026ដោយប្រើមុខរបស់អ្នកទាំងអស់គ្នាផ្ទាល់ឲ្យចេញមកស្អាតនិងមើលទៅ professional ដោយរូបទាំងនេះមើលទៅមកផ្លែទីវាក់គិតថារូបនេះត្រូវបាន design ដោយ designer ឬក៏ច្នៃដោយ Photoshop ប៉ុន្តែជាការពិតរូបទាំងអស់នេះត្រូវបានបង្កើតឡើងដោយ AI តែប៉ុណ្ណោះហើយអ្វីដែលពិសេសនោះគឺវាមិនមែនធ្វើបានតែក្រុមល្បីៗដូចជា Portugal អាសង់ទានឬក៏ក្រុម Brazil តែប៉ុណ្ណោះទេវាអាច generate ក្រុមជម្រើសជាតិបានទាំងអស់នៅលើពិភពលោកជាពិសេសសូម្បីក្រុមជម្រើសជាតិគោព្រៃកម្ពុជារបស់យើងក៏អាចបង្កើតចេញមកបានយ៉ាងស្រស់ស្អាតដូចគ្នាអាវមាន sponsor នៅពីខាងមុខហើយអ្វីដែលទាក់ទាញនោះគឺមានរូបសាស្ត្រអង្គរវត្តនិង logo ក្រុមជម្រើសជាតិ detail បានច្បាស់ហ្មងមុននឹងចូលដល់ការបង្រៀនសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច follow TikTok និង follow page ខ្ញុំម្នាក់មួយផងតោះឥឡូវនេះយើងមកចាប់ផ្ដើមធ្វើរូប AI ទាំងអស់គ្នានិយាយទៅដំបូងគេបងប្អូនត្រូវមាន app មួយគឺ ChatGPT សម្រាប់បង្កើតរូបហ្នឹងណាហើយបន្ទាប់មកទៀតបងប្អូនយក prompt ដែលខ្ញុំបានឆាតទៅឲ្យរួចចូលមកកាន់ ChatGPT upload រូបរបស់អ្នកទាំងគ្នាណាមួយចូលហើយ pass prompt នឹងចូលទៅរួចហើយអស់មករកកន្លែងដែលមានពាក្យថា your name នេះអ្នកទាំងគ្នាអាចដាក់ឈ្មោះអ្នកទាំងគ្នាចូលទៅហើយកន្លែងនេះមួយទៀតគឺកន្លែងប្រទេសអញ្ចឹងបងប្អូនដាក់ប្រទេសណាដែលបងប្អូនចូលចិត្តទៅហើយរួចមកទៀតយើងអាច scroll មកក្រោមមករកពាក្យកន្លែង your name នេះមួយទៀតកន្លែងពាក្យ your name នេះបងប្អូនអាចដាក់ឈ្មោះយើងម្ដងទៀតទៅហើយជាចុងក្រោយកន្លែងនេះគឺកន្លែងដាក់លេខអញ្ចឹងបងប្អូនអាចដាក់លេខចំនួន AI ដែលបងប្អូនចង់បានហើយផ្ញើទៅកាន់ ChatGPT យើងនឹងទទួលបានរូបភាពហ្នឹងហើយបន្ទាប់ពីធ្វើរួចហើយអ្នកទាំងអស់គ្នាកុំភ្លេច comment រូបរបស់អ្នកទាំងអស់គ្នាចូលខាងក្រោម comment របស់ខ្ញុំផងពួកខ្ញុំចង់ដឹងថាអ្នកទាំងអស់គ្នាមាន fan ក្រុមជម្រើសជាតិណាខ្លះហើយសម្រាប់បងប្អូនយើងដែលចង់បាន prompt នេះយកទៅសាកល្បងធ្វើរូបបែបនេះអាចឆាតមកកាន់ Facebook page ឬក៏ account TikTok របស់ខ្ញុំផ្ទាល់បានបើពេញចិត្តវីដេអូនេះកុំភ្លេចចុច follow ម្នាក់មួយផង